សម្ដេចហ៊ុនសែនចូលរួមក្នុងមូលនិធិ CTN របស់អ្នកអង្គការគិតមេងដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិនៅថវិកា300លានរៀលសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបានចូលរួមថវិកា300លានរៀលជាមូលនិធិ CTN ដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិដែលផ្ដួចផ្ដើមមូលនិធិនេះពីអ្នកអង្គការគិតមេងតាមការអំពាវនាវរបស់សម្ដេចហ៊ុនសែននាពេលថ្មីកន្លងទៅនាយប់ថ្ងៃទី10ខែមិថុនានេះលើបណ្ដាញសង្គម Facebook សម្ដេចតេជោហ៊ុនសែនបានអរគុណអ្នកអង្គការគិតមេងនិងអ្នកស្រីម៉ៅចំណានដែលបានបង្កើតនៅកម្មវិធីនេះឡើងតាមការអំពាវនាវរបស់សម្ដេចតេជោបានបញ្ជាក់ថានេះគឺជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំរបស់យើងការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃតាមផ្លូវយោធានយោបាយការទូតនិងផ្លូវច្បាប់ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរអង្វែងយោធាត្រូវត្រៀមគ្រប់ពេលនិងប្រើពេលយូរជាមួយការតស៊ូផ្លូវតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេក៏ត្រូវប្រើពេលយូរសម្ដេចតេជោហ៊ុនសែនសរសេរក្នុងន័យដើមថាខ្ញុំនិងភរិយាចូលរួមក្នុងមូលនិធិនេះចំនួន300លានរៀលជាដំណាក់កាលទី1សូមអំពាវនាវបងប្អូនជនរួមជាតិចូលរួមភ្ជាប់និស្ស័យជាមួយកងទ័ពនិងជាមួយជាតិនិងទឹកដីរបស់យើងទាំងអស់គ្នា